số lượng khổថ្ងៃនេះក្រុមខ្ញុំតំណាងឲ្យក្រុមខ្ញុំមក demo website ដែលពួកខ្ញុំធ្វើពី e-commerce ហើយ e-commerce ហ្នឹងពួកខ្ញុំធ្វើពីលក់របៀបដូច laptop ដូច desktop ដូចអីហ្នឹងហើយលើនៅក្នុងហ្នឹងវាមាន features ដូចជា home ហើយនេះគឺជា page home ទាំងអស់របស់ពួកខ្ញុំបាន design តោះមកយើងអាចចុចទៅ new arrival ហើយនេះគឺជា page new arrival ហើយនឹងមាន page discounts យើងបានទៅសេតហ្នឹងតោះមកខ្ញុំនឹងចូលទៅក្នុងហើយកន្លែងនៅលើ header ហ្នឹងគឺមាន shop កន្លែង shop ហ្នឹងគឺខ្ញុំចង់ដាក់ឲ្យវាមាន function drop down នៅពេលដែល drop down ហ្នឹងវាមានដូចជា laptop desktop monitor ហើយនិង keyboard ហ្នឹងដើម្បីឲ្យងាយស្រួលដល់ user នៅពេលដែលគាត់ចង់ click ទៅលើ page ណាមួយមិនចាំបាច់ចូលទៅ home page ម្ដងទៀតទេ home page សារថ្មីហើយនៅក្នុងនេះគឺជាប៊ូតុងយើងនឹងធ្វើទៅជាប៊ូតុងទាំងអស់ដែល user អាច click បានដូចជានៅក្នុងនេះខ្ញុំ click ទៅលើ laptop ទៅវានឹង load ចូលទៅក្នុង page laptop ដែល display laptop ទាំងអស់ហ្នឹងដូចជាមាន Asus Apple MacBook ឬក៏ TUF អីចឹងទៅឥឡូវយើងនឹងចូលទៅ page មួយទៀត yes page មួយទៀតគឺ desktop ពេលយើងចុចចូល desktop ទៅយើងនឹងឃើញមានពួកយើងឃើញមាន desktop ទាំងអស់ដែលមាននៅក្នុងហ្នឹងហើយយើងបានដាក់វាតាមស៊េរីឬក៏តាមម៉ាកវា brand វាមួយហើយនេះគឺជា computer case ហើយនេះគឺជា desktop build ដែលយើងហើយយើងក៏អាច customize ខ្លួនឯងអីដែលយើងចង់បានដែរគ្រាន់តែយើងដាក់ឧទាហរណ៍ថាបើយើងចង់ build ហ្នឹងយើងអាចមើលឬក៏អាច order បានតាម website យើងហើយយើងក៏អាច click បានទៅលើនេះមកពេលយើង click ទៅវានឹងចូលទៅ page to more detail ទៅលើ product មួយហ្នឹងមានឈ្មោះមាន detail របស់ product មាន price ហើយ quantity ហើយមានប៊ូតុង buy now ហើយនឹង add to cart ហើយបន្ទាប់មកយើងក៏មាន monitor នេះពេលយើង click ក៏ដូចគ្នាដែរក៏ដូចជា page មុនដែរយើងដាក់វាតាម brand មួយហើយក៏ពួកយើងក៏បានដាក់តម្លៃដែរឧទាហរណ៍បើយើងចុចចូលទៅក្នុង monitor នេះទៅវានឹង load ចូលទៅក្នុង page របស់ monitor ហ្នឹងដែល display detail របស់ monitor ហ្នឹងទាំងអស់ហើយយើងអាចអានឬក៏អីដែលយើងចង់ដឹងបានហើយយើងក៏បានដាក់ price ដាក់ quantity ហើយនឹង buy now ដូចមិនដែរនិយាយទៅដូចគ្នាតោះមកយើងចូល keyboard នេះក៏ដូចជា page មុនដែរយើង display វាដូចគ្នា price ដែរមាន mouse មាន keyboard ហើយ brand មួយចឹងទៅឥឡូវខ្ញុំនឹងចូលពេលដែលយើងចូល click ទៅលើlaptop ពេលយើង click ចឹងទៅវានឹង display detail មកហើយនឹង price អីចឹងតោះមកពួកយើងក៏បានធ្វើប៊ូតុងមួយដែលអាចទៅ click add to cart ពេល add to cart ហ្នឹងទៅវានឹង load អីវ៉ាន់ដែលយើងបានចុច click ហ្នឹងវានឹង add បោះចូលទៅក្នុង cart ហ្មងប៉ុន្តែនេះគ្រាន់តែជាការ demo របស់ពួកខ្ញុំទេអញ្ចឹងនេះគឺជាការ demo គាត់និយាយដាក់សិនទេមានដូចជា some total discount អីចឹងទៅ grand total ហើយមានប៊ូតុងមួយទៀតគឺ check out វានឹង load ចូលទៅក្នុង page មួយដែលវានឹង display item ដែលយើងនឹង buy ហើយក៏បូកជាមួយនឹង tax បូកមួយអីហើយនឹងរបៀបនេះយើងអាច pay បានដូចជា Visa card អីចឹងតោះមកឥឡូវយើងទៅ home page វិញ home page នៅក្នុង card នេះពេលយើង click ទៅវានឹងមកកន្លែង card កន្លែងយើងមិញហ្នឹងហើយពេលយើង click ទៅ account កន្លែង account នេះពេលយើងចុចចូល account ភ្លាមវានឹង load page create account ហើយ create account ហ្នឹងយើងបើយើងអត់ទាន់មាន account ទេបើយើង
អត់ទាន់មាន account យើងចុចយើង fill information ចូលទៅក្នុងហ្នឹងដើម្បី create account ទៅយើងគ្រាន់តែចុច create វានឹង load ចូលទៅ home page វិញតែប្រសិនបើយើងអត់ទាន់មាន account ទេយើងអាចចុចកន្លែង login នេះមកវានឹង load ចូលបើសិនជាយើងមាន account វានឹង load ចូលទៅក្នុងpage login របស់យើងហើយយើងដាក់ email ដាក់ password ដែលយើងបានដាក់ពីមុនហ្នឹងមកហើយពេលយើង login ហើយយើងក៏ load មកចូល home page so that's all for our demos ហើយ demo របស់ពួកខ្ញុំគឺចប់ត្រឹមហ្នឹងអរគុណលោកគ្រូ